បរោះចុះទឹកជួយគេពេលនោះច្រើនតិចគូតអ្នកលងទឹកស្រីត្រូវបានជួយភ្លាមនាងក៏វាយមួយកំភ្លៀងអ្នកដំណើរទ្រាំមិនបានព្យាយាមជួយនិយាយឲ្យយុវជននោះគេខត់កាន់តែវាយស្ត្រីនោះវាយខ្លាំងជាងមុនស្រាប់តែដឹងថាបរោះជួយគេនោះមិនសូវគ្រប់ទឹកគាត់ត្រូវគេវាយតែមិននិយាយត្រូវគេវាយតែមិនបកស្រាយមាត់រោថាត្រូវទៅធ្វើការវះកាត់ស្ត្រីម្នាក់ទៀតរត់មកថាវាគាត់ប៉ះរឿងធំណាស់ហើយតាមពិតយុវជននេះជាគ្រូពេទ្យដ៏ពូកែបាយឈុនចិនទើបតែគាត់បញ្ចប់ការវះកាត់3យប់ជួយក្មេងស្រីពីមីចរាជមកតែចេញភ្លាមសេដ្ឋីធំនាំកូនមកសុំវះកាត់កូនសេដ្ឋីជំងឺនេះមានតែបាយជួយបាននាយកប្រាប់ថាពេទ្យធ្វើការ3យប់ត្រូវសម្រាប់ទៅវះកាត់ទៀតពេទ្យបាយជំនាញពូកែតែខួរក្បាលដូចមនុស្សល្ងងខ្លះគាត់ប្រាប់ថាសម្រាប់ពីឲ្យគេនាំកូនចូលបន្ទប់វះកាត់ចាំគាត់សម្រាប់ហើយមកវះកាត់វិញមហាសេដ្ឋីរំភើបខ្លាំងគាត់ដឹងកូនគាត់មានសង្គ្រោះហើយតែពេលបាយឈុនត្រឡប់សម្រាប់គាត់ជួបស្រីលងទៅគាត់លោតភ្លាមជួយនាងហើយទើបមានរឿងដូចដើមចៃដន្យជាងនេះស្រីនោះជាប្រពន្ធមហាសេដ្ឋីជាម្ដាយកូនពេទ្យបាយត្រូវវះកាត់អ្នកស្រីម្នាក់នោះមិនអរគុណដែលជួយថែមទាំងវិពេទ្យបាយដោយនិយាយថាគាត់មិនសមប៉ះខ្លួនប្រពន្ធសេដ្ឋីកាយសំណាងល្អពេទ្យបាយមិត្តរួមការងារឃើញនាងប្រាប់គេថាពេទ្យបាយនៅមានវះកាត់មួយជីវិតកំពុងចាំនាងជួយសង្គ្រោះស្រីកំណាចសាយថាគួរឲ្យអស់សំណើចមនុស្សល្ងងចង់វះកាត់ឲ្យគេមិត្តនាងថែមទាំងយកទូរស័ព្ទឡាយក្នុងពេលឡាយជេរពេទ្យបាយថាជាមនុស្សថោកទាបប៉ះពាល់គេមិត្តពេទ្យបាយសូមឲ្យមានហេតុផលទេស្រាប់តែតាក់ស៊ីមកដល់ពេទ្យបាយចិនឃើញក៏រត់ទៅឡានតាក់ស៊ីទៅថាត្រូវធ្វើការវះកាត់វិញត្រឡប់ទៅធ្វើការវះកាត់វិញស្រីល្បិចឃើញគិតថាគេរត់ពេលពេទ្យបាយខាត់ឡាននាងរុញដួលចិត្តបពេទ្យបាយក្រោកឡើងប្រាប់ឲ្យទៅមន្ទីរពេទ្យតែអ្នកបើកស្មានបោកប្រមាថរួចបើកទៅពេលនោះដែរស្រីល្បិចឡើងចង់ទេគេមិត្តរួមការងារប្រញាប់ខាត់ស្រីល្បិចខឹងនាងប្រាប់មនុស្សណាដែលការពារជនល្ងងនេះនឹងមិនរួចខ្លួនទេនិយាយចប់ក៏ហៅប្តីស្រីកាយពេលនោះនាងនៅពេទ្យកំពុងរងចាំគ្រូពេទ្យពេលដឹងប្រពន្ធត្រូវគេបំពេញខឹងខ្លាំងណាស់គាត់ចាត់កូនចៅទៅជួយប្រពន្ធមិនប៉ុន្មាននាទីឡានប្រណេតមកឃើញកូនចៅស្រីកាច់រត់តែហ៊ានឡើងនាងបញ្ជាឲ្យចាប់គ្រូពេទ្យសហ្វូងមនុស្សលែងហ៊ាននិយាយនាងបង្ខំកំឡោះលើកជង្គង់សុំទោសបើមិនអីចឹងទេជីវិតវាលាយស្រីកាច់ជឿដូច្នេះគិតថាគេមើលងាយខ្លួនឲ្យគេសរសេរលើខ្លួនថាខ្ញុំជាមនុស្សអាក្រក់4ពាក្យគិតអូសនាងដើរដង្ហែឲ្យអ្នកផ្សេងឃើញផលពិបាកមិត្តរួមការងារទ្រាំលែងបានសួរនាងស្រីចិត្តគំនិតថាមិនឈឺចាប់ទេនាងប្រញាប់ទៅមន្ទីរពេទ្យវះកាត់សង្គ្រោះកូនមិនខ្លាចកម្មផលធ្លាក់លើកូនឯងទេទោះលីសំដីនេះតែមិនជឿមិត្តរួមការងារប្រាប់នាងថានាងដែររងទារុណគឺបាយឈុនចិនតែស្រីចិត្តគំនិតស្ដាប់ហើយមិនជឿសោះមិត្តរួមការងារយកអត្តសញ្ញាណបានបញ្ជាក់ឃើញបែបនេះស្រីពុតចាប់ដើមភ័យតែមិត្តស្និទ្ធថានេះមិនអាចទេបាយគឺជាគ្រូពេទ្យពូកែល្ងងមិនស្មើពេទ្យបាយម្យ៉ាងទៀតគេថាកូនត្រូវវះកាត់ភ្លាមពេទ្យបាយត្រូវតែនៅពេទ្យត្រៀមការងារឬដូច្នេះស្រីពុតក៏អស់ភ័យនាងយកកាំបិតចាក់ទៅលើតែពេទ្យបាយចាក់ហើយនាងនៅតែខឹងពេលត្រៀមវាយពេទ្យក៏ទូរស័ព្ទមកថាកូនទាំងបេះដូងត្រូវប្រញាប់មកពេទ្យស្រីពុតទៅភ្លាមមិនខ្វល់លុយប្រញាប់ទៅពេទ្យមិត្តរួមការងារឃើញពួកគេចេញភ្លាមទេទៅប្រធានពេទ្យប្រាប់ថាលោកគ្រូពេទ្យបាយត្រូវគេវាយពេលដឹងពេទ្យបាយត្រូវវាយប្រធាននិងប្តីខឹងខ្លាំងបើបាយមានរឿងអីគឺចប់ហើយពេលនោះស្រីបោកក៏ប្រញាប់មកដល់ហើយនាងសួរប្តីដោយបារម្ភមិនអីទេតាប្តីថាវាតក់ស្លុតវាលឿនពេកហើយឥឡូវកូនប្រុសរបស់យើងនៅក្នុងបន្ទប់វះកាត់រួចជាស្រេចហើយមានតែរងចាំលោកគ្រូពេទ្យបាយមកទើបអាចវះកាត់ឲ្យគេបានពេលនោះហើយលោកបាយឈុនចិនក៏ដើរល្បាប់ចូលមកនាយកក៏មកឃើញដៃរងមិនដឹងរឿងអីពេទ្យសួរគាត់អ្នកណាធ្វើការវះកាត់បានទេបាយចិនចង់យកជីវិតកូនខ្ញុំនឹងឲ្យកូនវេទនាខ្លាំង